ស្រីគាត់ទៅឡានគេនេះទៀងក៏ឲ្យពីណាគេបងស្រីនេះក៏ឲ្យគាត់នេះអញ្ចឹងចាបានប៉ះពាល់ខ្លួនមានកាយគាត់មកជើងណាមួយទេគេមានវីដេអូហ៎ឡប់អត់ការចាប់ក្មួយអាវអូនស្រីគាត់បានចាំហ្នឹងគ្រាន់ពេលដំបូងដែលខ្ញុំបើកទ្វារឡានខ្ញុំថាចាំផ្លេចខ្ញុំចូលយកទូរស័ព្ទហ្នឹងគឺគាត់ទាញខ្ញុំមកវិញហើយកុំចូលហ្នឹងចាប់ទាញមកចឹងហ្មងហ្នឹងហើយគាត់ទាញមកទៅហឹងហ្មងមិនខ្ញុំមិនដឹងណាបងខ្ញុំធ្វើណៃហ្នឹងបាទអញ្ចឹងបានន័យថាគាត់គឺអាចចូលពីលើម៉ូតូមកតែដល់ពេលរថយន្តអូនបងខ្ញុំអ្នកចោះខ្ញុំសួរមានបញ្ហាអីមែនបងតែខ្ញុំអត់តបចាប់ប្រយោគខ្ញុំហ្មងគឺគាត់ស្រែកចំទាលមកបងគាត់ស្រែកនៅពេលបងអូនជាមនុស្សស្រីនៅពេលដែលគាត់មកធ្វើដាក់ចឹងអូនមានអារម្មណ៍យ៉ាងម៉េចដែរតក់ស្លុតខ្លាំងឯនៅពេលហ្នឹងខ្ញុំធ្វើចេញខ្ញុំឆោតតែប៉ុណ្្នឹងគាត់ឆោតនៅពេលអូនមានយំមែននៅពេលហ្នឹងបងខ្ញុំអត់បានប៉ះពាល់បងស្រីខ្ញុំអត់បានប៉ះពាល់ទេសូម្បីតែខ្ញុំហៅគាត់មកចុះហេតុអីបានជាបងតែចាប់អាវគាត់ទាញអត់មានទេបងឯងស្ដាប់ឲ្យទាន់ណាបងណាតែបងឯងមើលឆែកមើលកាមេរ៉ាតាមសុវត្ថិភាពតាមទាំងអស់បើសិនជាខ្ញុំបានប៉ះពាល់បងស្រីមកក្នុងកញ្ចុងណាមួយបងធ្វើមិនក៏បានដែរសុខសុវត្ថិភាពកូនស្រីបងឥឡូវគិតមិនអូនឯងប្រឡងយុទ្ធធឲ្យបងសវឹងស្រាហួងជិះម៉ូតូដេញឡានកូនស្រីបងនេះកូនស្រីបងបើកឡានតែឯងមានចេតនាអីបាទឥឡូវបងអត់សុខចិត្តទេហៅប៉ូលីសហើយខ្ញុំជាម៉ូតូហើយផ្លាកលេខគាត់ខមកខ្ញុំតែងតែរញើតដល់ពេលចុះមកគាត់ជាមនុស្សស្រីខ្ញុំថាបងឯងជាមនុស្សស្រីហេបងឯងនៅស្ងៀមសិនលៀងកំហែងគាត់ទេខ្ញុំគាត់ប្រាប់ថាអូនស្រីហើយអូនឯងថ្ងៃក្រោយជិះបើកឡានផ្លាកលេខខមកក៏ដោយបើឡានអូនមានពន្ធត្រឹមត្រូវអូនប្រើផ្លាកលេខស៊ីវិលធម្មតាទៅកុំប្រើផ្លាកលេខខមកពួកផ្លាកលេខខមកគេសម្រាប់តែអគ្គនាយករដ្ឋានការពារជាតិទេកូនស្រីខ្ញុំថាណាប៉ាអើយប៉ាពូមួយទៅស្វឹងលេខជិះលេខគៀបឡានខ្ញុំបើឯងមើលកូនស្រីឯងគិតឲ្យច្បាស់មែនតើណាខ្ញុំមិននិយាយឥឡូវនេះខ្ញុំអត់សុខចិត្តទេសន្តិសុខសុខភាពកូនស្រីខ្ញុំគិតមិនបាត់បងបាទណាឥឡូវកូនស្រីខ្ញុំបើកឡានម្នាក់ឯងឲ្យខ្លួនឯងស្វឹងខ្លួនឯងបំពេញអញ្ចឹងខ្ញុំអត់សុខចិត្តទេខ្ញុំតាសោះអញ្ចឹងបានន័យថាគាត់អ្នកបើកឡានដេញមកតាមកូនឡានកូនស្រីបងម៉ូតូដេញតាមកូនស្រីខ្ញុំតាំងពីនោះមកដេញមកហើយបងស្រីគាត់ឈប់ឡានទៅហើយមកគម្រាមកំហែងរោរឿងអីឡានខមកឡានស្អីយ៉ាងម៉េចអីវិញតើខ្ញុំគួរតែកិច្ចទៅផ្លូវនោះអត់ទៅបុកអានោះងាប់មែនអត់បើគាត់កាក់ខ្ញុំអញ្ចឹងហើយខ្ញុំទៅធ្វើផ្លូវណាបងហើយសួរតែផ្លាកលេខខមកខ្ញុំបិទកញ្ចក់ខ្មៅចិត្តហើយខ្ញុំទៅដឹងអ្នកណាខុសអ្នកណាត្រូវអ្នកណាស្រីអ្នកណាប្រុសដល់ពេលចុះមកចុងក្រុមឆែកឬស្រីហើយថាខ្ញុំទៅរករឿងគាត់ចោះដៃចៃដល់ខ្ញុំឲ្យដឹងក៏គាត់មានកភ្លើងមិនមានកភ្លើងខ្ញុំឲ្យដឹងថាកូនស្រីបងអ្នកកាក់ម៉ូតូគាត់ទៀតហ្នឹងវាមិនដែលក្មេងស្រីណាទៅកាក់អាអ្នកស្វឹងទេក្មេងស្រីណាទៅជិះឡានម្នាក់ឯងទៅកាក់អាអ្នកស្វឹងមិនដែលមានទេវាស្វឹងវាក្នុងស្ថានភាពស្វឹងវាចង់ធ្វើស៊ីនិយាយថាគាត់ច្អល់មុខចាយមួយថ្ងៃឯងបងប្រុសមួយដែលបុកគូពីក្រោយហ្នឹងដែលគាត់ឈប់ឡានហ្នឹងណាបាទព្រោះអីគាត់ជាមនុស្សស្រីប៉ុន្តែគាត់មនុស្សប្រុសគាត់ឃានណាគាត់ជាមួយគាត់អើហើយគាត់ឈរច្អល់មុខចាយមួយថ្ងៃហើយគាត់នៅមួយថ្ងៃគាត់ឈរស្ងៀមម្នាក់ឯងគាត់ចាក់មួយគាត់អើមែនអូនចាប់មួយទៅអើចាក់មួយទៅហត់តែកំភ្លៀងគាត់ទៀតយកឲ្យឈរគាត់បានតែកំភ្លៀងទេបងស្រីនេះអត់ទេអត់ទេអត់ទេអត់បានទេបើទៅហត់ទៀតហ្នឹងមកកាខ្ញុំឃើញច្បាស់ហ្នឹងហើយតែខ្ញុំសុំការអធិស្ឋានពីបងស្រីមកវិញបាទអូបាទពាក្យណាដែលមិនសមរម្យបាទខ្ញុំសូមការអភ័យទោសចាប់ទុកថាខ្ញុំខុសខ្ញុំខុសទាំងស្រុងបាទបញ្ហាឈឺសន្លាក់បញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងឈឺក្បាលរ៉ាំរ៉ៃនិងអាការៈជំងឺជាច្រើនទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីជាទឹកយិនសិនដែលមានប្រសិទ្ធភាពល្អកំពុងពេញនិយមសម្រាប់បងប្អូនខ្មែរបងឥឡូវមកនិយាយបាទឥឡូវឲ្យដល់ស្រីទៅទៅទៅទៀតខាងណាបាទបើកឡានហ្នឹងបងណាខ្ញុំនៅបើកឡានហ្នឹងប៉ុន្តែចង់ថាចេះអាពេលឆ្លងស្តុបមកហ្នឹងបងឯងដឹងឯក្បាលស្តុបខាងនេះហ្នឹងវាមិនរៀងរួមទូទៅអត់ដល់ពេលឲ្យគាត់ចិត្តទូរស័ព្ទគាត់អោនចិត្តទូរស័ព្ទម៉ូតូគាត់នៅកណ្ដាលផ្លូវចឹងឡានអត់អាចបញ្ជ្រាបបានទេចឹងខ្ញុំគ្រាន់សប្លេគាត់តែបន្តិចទេគាត់តម្លាក់ទូរស័ព្ទចោះខ្ញុំកបៅហើយគាត់ជិះមកបុកគូតឡានខ្ញុំខាងក្រោយនេះតែបុកក្បាលម៉ូតូតន្តិចចឹងណាហើយខ្ញុំលឺអាសលេងម៉ូតូហ្នឹងបុកគូតឡានខ្ញុំបាញ់ខ្ញុំអែបគៀនចឹងខ្ញុំចោះមកសួរគាត់ថាបងមានរឿងអីគ្រាន់តែខ្ញុំចុះមកគាត់បើទ្វារសួរបងមានរឿងអីគាត់ច្អល់មុខខ្ញុំស្រែកស្លុតយកបណ្ដោយស្រែកស្លុតខ្ញុំមួយថ្ងៃសួរអ្នកផ្ទះជុំវិញហ្នឹងគាត់អត់ឲ្យខ្ញុំនិយាយហ្មងគាត់មានបានវាយបងអូនមិញអត់វាយទេគាត់វាយតែផ្លាកលេខឡានគាត់វាយឡានប៉ុណ្្នឹងឯងហើយគាត់ច្អល់មុខគាត់ស្លុតគាត់ច្អល់ប្រាប់គេប្រាប់អីថែឲ្យខ្ញុំនិយាយឲ្យអីចឹងស្លុតបងយ៉ាងម៉េចខ្លះមិញស្លុតសិតថាឲ្យខ្ញុំដេកគុកអីព្រមផ្លាកលេខប៉ុណ្ណឹងសមត្ថភាពប៉ុណ្ណឹងជំទាវប៉ុណ្ណេប៉ុណ្ណេហ្នឹងហើយមិនគាត់និយាយអាហ្នឹងខ្ញុំអត់ទាន់ប្រាប់ប៉ាខ្ញុំណាគាត់សិននិយាយណាទៅហៅអាឆ្កែអាឆ្មាណាក៏បានដែរសិនណែនេះគាត់ទៅចឹងហ្មងគាត់និយាយចឹងហ្មងចឹងអញ្ចឹងមិញប៉ះគ្នានៅកន្លែងស្តុបកន្លែងបត់នេះហ្នឹងកន្លែងស្តុបគាត់អត់បត់ទេគាត់មកត្រង់គាត់ជិះទូរស័ព្ទគាត់ជិះទូរស័ព្ទខ្ញុំក៏មកត្រង់ដែរប៉ុន្តែខ្ញុំនៅក្រោយគាត់អញ្ចឹងទៅក៏ខ្ញុំស្ប្លេបាទឥឡូវជន់ទៅធំមិនធំស្រាហុំនេះ
គាត់ស្វងខ្ញុំគ្រាន់សួរគាត់ថាបងភាសាបិយាគាត់ចោលមកខ្ញុំកុំនិយាយទាំងអស់អញគ្រាន់សួរថាផ្លាកលេខនឹងផ្លាកលេខស្អីគេយើងនឹងស្អីគេជំទាវស្អីគេគាត់សួរខ្ញុំចឹងហ្មង ប៉ុន្តែដូចជាអត់តន់ប៉ះគ្នាទេពេលដែរប៉ះបែបដែរ អត់មានបានប៉ះទេតែគាត់ថាខ្ញុំនឹងជីគៀគាត់ខ្ញុំមិនបានគៀ គាត់ ទេ ដេញបងមក គាត់ដេញខ្ញុំមកហើយបងឯងឃើញស្ថានភាពឡានហ្នឹងណាខ្ញុំមិនមានបោះ មកពូឡានបងពីក្រោយមក អត់ទេគាត់ប៉ះពេលស្ភ្លេហ្នឹងប៉ះបន្តិចចៃប៉ះខ្ញុំពីក្រោយហ្នឹងណាប៉ះខ្ញុំមកដល់នេះកាត់មកគាត់គាត់ថាខ្ញុំមិនគៀគាត់ បាទ បងតាមពីមកតណា សុខសวัสดิ์ភាពកូនស្រីបងឥឡូវគិតមិន បាទបង អូនឯងប្រឡងយុទ្ធធរឲ្យបងសវឹងសែហួងជិះម៉ូតូដេញឡានបងនេះដេញឡានកូនស្រីបងនេះកូនស្រីបងបើកឡានតែឯងមានចេតនាអី បាទ បាទឥឡូវបងអត់សុខចិត្តទេហៅប៉ូលីស បងហើយមិនដែរលោកបងជួយបកដល់បោះស្រីមើល ឥឡូវខ្ញុំកាត់ដែរបងណា ឥឡូវសវឹងស្រាហួង ខ្ញុំនិយាយឲ្យចប់ ចេតនាអី បាទបងបាទ ខ្ញុំចូលចឹងមិនហ្នឹងហើយខ្ញុំយល់ទេខ្ញុំជីបណោមកខ្ញុំឆ្លងសព បាទបងបាទ ខ្ញុំឆ្លងសពហើយគាត់ក៏បើកឡានក៏ទាញឲ្យខ្ញុំចូលគៀន បាទ ហើយខ្ញុំក៏ប្រឹងចូលគៀនហើយបងឯងគួរពិចារណាមើលខ្ញុំម៉ូតូខ្ញុំណាម៉ូតូខ្ញុំបងឯងគួរពិចារណាមើលនេះអង្គហេតុបងឯងឃើញហើយបើខ្ញុំនៅពីមុខម៉ូតូគាត់ខ្ញុំនៅមុខឡានគាត់ខ្ញុំប្រកាសជាខុស បាទ តែនេះខ្ញុំនៅឡានខ្ញុំម៉ូតូខ្ញុំនៅពីក្រោយឯង បាទបងបាទ មែនអត់ បាទបង ហើយខ្ញុំជាម៉ូតូ បាទ ហើយផ្លាកលេខគាត់ខមកខ្ញុំតែងតែរញើតដល់ពេលចុះមកគាត់ជាមនុស្សស្រីខ្ញុំថាបងអូនឯងជាមនុស្សស្រីអេបងឯងនៅស្ងៀមសិន អូនមើលការៈណា បាទ អូនមើលការៈនេះ បងឯង បងស្រីគាត់ថាបងអ្នកជិះម៉ូតូដេញគាត់ ហាខ្ញុំមានសិទ្ធអីបើសិនជាខ្ញុំនឹងជិះម៉ូតូដេញគាត់ បាទ ឡានហើយនឹងម៉ូតូនោះបើគាត់គៀបន្តិចខ្ញុំមកដួលប្រកាច់ប្រកិន បាទ បងឯងជិះម៉ូតូដែរតើបងអី បាទ ហើយខ្ញុំទៅភ្លើទៅជិះម៉ូតូតែដេញឡានឲ្យឡានគីខ្ញុំដួលតំណាប់តំណិនមែនអត់ បាទ ដល់ពេលខ្ញុំមកដល់ហ្នឹងខ្ញុំឈប់ប្រាំងគឹបគាត់មកគៀអញ្ចឹងឥឡូវបងឯងមើល តែមិនថាបងឯងណែស្រែកស្លុតជាងមហែងគាត់ អត់ទេអត់មានសុទ្ធគម្លៀងកំហែងគាត់ទេខ្ញុំគាត់ប្រាប់ថាអូនស្រីហើយអូនឯងថ្ងៃក្រោយជិះបើកឡានផ្លាកលេខខមកក៏ដោយបើឡានអូនមានពន្ធត្រឹមត្រូវអូនប្រើផ្លាកលេខស៊ីវិលធម្មតាទៅកុំប្រើផ្លាកលេខខមកពួកផ្លាកលេខខមកគេសម្រាប់តែអគ្គនាយករដ្ឋានការពារជាតិទេប្រើផ្លាកលេខត្រេអ៊ីតែនេះខមកនេះផ្លាកលេខព្រុស010 012ផ្លាកលេខខមក9168 មិញបងបានបើកម៉ូតូដេញគាត់អត់មិញហ្នឹង ខ្ញុំអត់មានបានដេញទេបើខ្ញុំដេញគាត់មិនមែនគាត់នៅពីមុខខ្ញុំមកគៀខ្ញុំហ្នឹងនេះបងឲ្យមើលគៀបងឲ្យមើលនេះមើលកនោះ បាទបង បងឲ្យមើលកនោះមើលសិនបងសុំចេញតិចនេះបងឲ្យចេញតិចបងឲ្យចេញតិចខ្ញុំថតមើលហើយសួរថាម៉ូតូខ្ញុំនៅត្រង់ផ្លូវបោះម៉ូតូខ្ញុំឡានគាត់នោះបងឲ្យមើលគាត់ប្រឆាប់ខ្ញុំដើម្បីគៀប្រឈប់ខ្ញុំអត់ បាទបងបាទ នេះបងឲ្យមើលអង្គហេតុនោះបងប្រុស បាទបងបាទ នេះបងម៉ាប់ឯងចេញមកតិចបងម៉ាប់បងឲ្យមើលនោះតើគាត់គៀខ្ញុំប្រឈប់នៅកន្លែងផ្លូវម៉ូតូខ្ញុំអត់ បាទបងបាទ មែនអត់ បាទបងបាទ បងឯងអ្នកល្បីមួយយ៉ាងដែរហើយបងឯងមើលអ្នកកសែតបងឯងគួរពិចារណាមើលថានេះផ្លូវម៉ូតូរបស់ខ្ញុំបើខ្ញុំទៅខាងនោះខ្ញុំគៀគាត់អាហ្នឹងអូខេតែនេះគាត់ឡានគាត់ប្រឆាប់មកគៀប្រឈប់ខ្ញុំ បាទ តើអ្នកណាខុសអ្នកណាត្រូវ បាទខ្ញុំអត់ហ៊ានវិញទេបងអត់ហ៊ានវិញទេ ឥឡូវហៅប៉ូលីសចរាចរណ៍មកសមត្ថភាពខ្ញុំបងមើលឃើញខ្ញុំមកកញ្ចក់តូចទេតែបងគិតឲ្យធំបន្តិចណាបងណាបងប្រុស ចុះដៃដាក់ចុះ បាទអូខេ គាត់ចាស់យ៉ាងបងកុំយល់ បាទបងបាទសុំឱកាសជា មក ស្រ័យ បំពេញសិទ្ធិរបស់មហាជន បាទបងបាទ អាណិតខ្ញុំផងមនុស្សខ្ញុំស្លូត បាទ អាណិតកូនស្រីខ្ញុំមកកូនស្រីខ្ញុំបើកឡានជប់ម្នាក់ឯងយើងសវឹងយើងមកបំពេញមកកាក់ឡានកូនស្រីខ្ញុំតែដើមហើយ បងអាចឆ្លើយនេះបងទទួលបំណឹងពីកូនស្រីបងមកថាយ៉ាងម៉េចដែរគាត់ប្រាប់បងថាយ៉ាងម៉េចដែរ កូនស្រីខ្ញុំថាណាប៉ាអើយប៉ាពូមួយទៅសវឹងលេចជីលេចគៀបឡានខ្ញុំបែងមើល កូនស្រីឯងគិតឲ្យច្បាស់មែនតើណាខ្ញុំមិននិយាយ ឥឡូវនេះខ្ញុំអត់សុខចិត្តទេ បាទបងបាទ សន្តិសុខសុខភាពកូនស្រីខ្ញុំគិតមិន បាទបងបាទ ណាឥឡូវកូនស្រីខ្ញុំបើកឡានម្នាក់ឯងឲ្យខ្លួនឯងសវឹងខ្លួនឯងបំពេញអញ្ចឹង បាទ ខ្ញុំអត់សុខចិត្តទេ អូអញ្ចឹងអញ្ចឹងបានន័យថាគាត់នឹងអ្នកបើកឡានដេញមកតាមកូនឡានកូនស្រីបងទេ ម៉ូតូដេញតាមកូនស្រីខ្ញុំតាំងពីនោះមក ដេញមកហើយបងស្រីគាត់ឈប់ឡានហើយ ហើយមកគម្រាមកំហែងរោរឿងអីឡានខមកឡានស្អីស្អីយ៉ាងម៉េចអីវិញខ្លួនឯងសវឹងមកសន្តិសុខសុវត្ថិភាពកូនស្រីខ្ញុំយប់ប្រលប់ បាទបងបាទ អីមកធ្វើអញ្ចឹង នោះបងឯងមើលកាមេរ៉ានោះ ខ្ញុំអត់ផ្សាយថាខាងណាខុសខាងណាត្រូវទេបង ហ្នឹងបងឯងជាមនុស្សល្អបងឯងជាមនុស្សល្បីម្នាក់ដែរបងឯងគួរយល់ទេបងឯងមើលនេះតែខ្ញុំគួរតែកិច្ចទៅផ្លូវនោះអត់ទៅបុកអានោះងាប់មែនអត់បើគាត់កាក់ខ្ញុំអញ្ចឹងហើយខ្ញុំទៅផ្លូវណាបង ក
ហើយសួរតែផ្លាកលេខខមួយខ្ញុំបិទកញ្ចក់ខ្មៅចិត្តហើយខ្ញុំទៅដឹងអ្នកណាខុសអ្នកណាត្រូវអ្នកណាស្រីអ្នកណាប្រុសដល់ពេលចុងមកចុងក្រុមឆែកឬស្រីហើយខ្ញុំធ្វើមិនហើយថាខ្ញុំទៅរករឿងគាត់ចោះដៃចៃដល់ខ្ញុំឲ្យដឹងតែគាត់មានកភ្លើងមិនមានកភ្លើងខ្ញុំឲ្យដឹង បងស្រីវិញថាបងស្លុតគាត់មួយថ្ងៃឯងមិញហ្នឹង បងបានសន្លត់គាត់អត់បង បងឯងសួរថាមានផោះតាំងអីដែលខ្ញុំសន្លត់គាត់ បាទ មានផោះតាំងអត់ បាទឥឡូវការចាក់ស្រែងបងឯងមានផោះតាំងអត់គ្រាន់តែការនិយាយបងឯងទៅបន្ទោសខ្ញុំតែខ្ញុំសន្លត់គាត់ខ្ញុំសន្លត់គាត់យកអីឥឡូវបងឯងមើលអង្គហេតុនេះបងឯងមើលអង្គហេតុតែអ្នកណាកាក់អ្នកណានេះ លោកពូជាសាយឥឡូវជាបន្តទៀតលោកពូធ្វើការដោះស្រាយជាមួយគាត់យ៉ាងម៉េចអីដែរ អត់ទេខ្ញុំចង់ឲ្យយុទ្ធធរថាសវត្ថិភាពកូនស្រីខ្ញុំយុបលុបជីឡានម្នាក់ឯងវាសវឹងវាតាមគៀបនោះវាមានចេតនាអី បាទបងបាទ វាមានចេតនាអីចង់ប្លន់កូនស្រីខ្ញុំឬមួយវាមានចេតនាអី ថាកូនស្រីបងអ្នកកាក់ម៉ូតូគាត់ទៀតហ្នឹង វាមិនដែលក្មេងស្រីឯណាទៅកាក់អាអ្នកសវឹងទេ បាទហ្នឹងហើយបងបាទ ក្មេងស្រីឯណាទៅជីឡានម្នាក់ឯងទៅកាក់អាអ្នកសវឹងវាមិនដែលមានទេ បាទ វាសវឹងវាក្នុងស្ថានភាពសវឹងវាចង់ធ្វើស៊ី ប្រិមិត្តឥឡូវកម្លាំងសមត្ថកិច្ចបានចុះមកដល់មានទីតាំងកន្លែងកើតហេតុខាងលើនេះហើយប្រិមិត្តទូទាំងជនយើងបាទគឺយ៉ាងម៉េចដែរមិញហ្នឹង និយាយថាគាត់ច្អល់មុខចាយមួយថ្ងៃឯងបងប្រុសមួយដែលបុកគូពីក្រោយហ្នឹងដែលគាត់ឈប់ឡានហ្នឹងណា បាទបាទ ព្រោះអីគាត់ជាមនុស្សស្រីប៉ុន្តែគាត់មនុស្សប្រុសគាត់ហ៊ានណាគាត់ចាប់មួយគាត់អើហើយគាត់ឈរច្អល់មុខចាយមួយថ្ងៃហើយគាត់នៅមួយថ្ងៃគាត់ឈរស្ងៀមម្នាក់ឯង គាត់ចាក់មួយគាត់អោមានអូន ចាប់មួយគាត់អាចចាប់ក្បត់ឲ្យរត់តែកំភ្លៀងគាត់ទៀតខ្ញុំឈរ គាត់បានតែភ្លៀងហ្នឹង ទេបងស្រីនេះអត់ទេអត់ទេទេ អត់បានទេបើតែហត់ទេ ណែមកកាខ្ញុំឃើញច្បាស់ហ្នឹងហើយតែគាត់ចង្អាងពេញផ្លូវមួយថ្ងៃហើយគាត់ស្កាក់លម្អគេឈប់ទៀតមុនហ្នឹង បាទ ហើយណាមួយគាត់ស្បឹងឯងបងហ្នឹង ទៅបងអូនណាបាទនៅពេលដែលបងជាមនុស្សស្រីដូចគ្នានៅពេលដែលឃើញសកម្មភាពមនុស្សប្រុសឃើញមនុស្សស្រីមិនដែរមានអារម្មណ៍មិនដែរ ខ្ញុំមកខាងហ្នឹងខ្ញុំលក់មួយថ្ងៃខ្ញុំឃើញខ្ញុំមើលតែខ្ញុំចង់ដឹងថាគាត់បញ្ចេញសកម្មភាពអីគេខ្លះទៅកាន់មនុស្សស្រី កើតឡើងយូរហ្នឹងបង មកស្ទួយប្រហែលជាចូលកន្លះម៉ោងឯងគាត់ឈរចែកគ្នានៅហ្នឹងហើយគាត់មនុស្សស្រីនេះគាត់ឈរធម្មតាហើយបងប្រុសម្នាក់ហ្នឹងគាត់ឡានបងស្រីហ្នឹងទៀតវាយយកច្អល់យកហ្មង គាត់ក៏រួចកអាវប្រមាណអ្នកបង មានគាត់ម្នាក់ឯងហ្នឹងឯងនិយាយតែគាត់មានតែគាត់ម្នាក់ហើយស្រីម្នាក់ប្រុសម្នាក់ តែគាត់ឈរចង្អាងនឹងផ្លូវហ្នឹងហ្មងមិនបងស្រីចូលឡានហើយតែគាត់ក្បាត់កបងស្រីចេញពីឡានហើយរកតែភ្លាមបងស្រីហ្នឹងទៀត អញ្ចឹងមិញអូនឯងអង្គុយលេងនេះទេមិញហ្នឹង នេះខ្ញុំក៏លេបុកហឹងហ្នឹងឯងបងបងស្រីខ្ញុំហើយបងស្រីនឹងចូលឡានគាត់ចាប់អាវកុំក៏អាវបងស្រីចេញមកហើយស្រែកហើយរកតែភ្លាមបងស្រីហើយវាយឡានបងស្រីហ្នឹង អញ្ចឹងបានតែគាត់ចុះពីលើម៉ូតូមកគាត់អ្នកមកបើកមកទ្វាររថយន្ត ហ្នឹងហើយបាក់ក៏បិទកអាវបងស្រីហ្នឹងរកវាយបងស្រីហ្នឹងទៀតហើយគាត់ស្បឹងហើយគាត់ មួយក៏អាវវាយមនុស្សស្រីហ្នឹង គាត់ក៏អាវអញ្ចឹងហ្មងបងហើយគាត់ពេលដែលភ្ញៀវអីជិះម៉ូតូជិះឡានអីគាត់បាំងភ្លើងគាត់ស្រែកលោឡាចោលមុខគេរកវាយគេទៀត នេះណៃឃើញច្បាស់នោះនេះ ខ្ញុំអង្គុយបុកហុងខ្ញុំអ្នកឡាយខ្ញុំអ្នកមានវីដេអូទៀត អូនមានវីដេអូដែរណា ចានេះវីដេអូហើយបងប្រុសខ្ញុំអ្នកឡាយឲ្យទៀត បាទនៅពេលដែលណៃឃើញណែគាត់ដែលជាមនុស្ស អូយបង កម្លាំងបានពេញខ្លួន ខ្ញុំខឹងឡើងញ័រដៃខ្ញុំសឹងយកកៅអីមកវាយគាត់ខ្ញុំថាហេតុអីគាត់ជាមនុស្សប្រុសហើយមិនគាត់ត្រូវធ្វើដាក់មនុស្សស្រីអញ្ចឹងហើយមនុស្សស្រីគេជាមនុស្សស្រីគេទុនសោយបង បាទ គួរណាយើងត្រូវសម្រួលគ្នានិយាយគ្នាធម្មតាទៅកុំមកប្រើហឹង្សាចឹងដាក់មនុស្សស្រីហើយលេងវាយឡានគាត់ស្រែកលោឡាតាមកណ្ដាលផ្លូវចឹង ហើយបងស្រីនេះគាត់មានបានត អត់តនៅស្ងៀមចេះគាត់នៅស្ងៀមយកហ្មងហើយគាត់នៅស្រែកលោឡាគាត់នេះគាត់នៅច្អមមុខច្អល់យកហ្មងហើយហ៎ជេគេយកហ្មងម៉ែហ្នឹងហើយគាត់ចាក់ឡានគេនេះ ទៀងក៏អាវពីណាគេ បងស្រីនេះក៏ឲ្យគាត់នេះ ចឹង ចា បានប៉ះពាល់ខ្លួនរាងកាយគាត់មកជ្រុងណាមួយទេ គេមានវីដេអូ ហ៎អាឡាប់គាត់ហើយខ្ញុំយកមកបងស្រីមកជុំឲ្យតាមជុំកញ្ចក់ខ្ញុំអត់បានប៉ះ ចូលអូនមិញគាត់បានមកធ្វើការចាប់ក្មួយអាវអូនស្រីគាត់បាន ចាំហ្នឹងគ្រាន់ពេលដំបូងដែលខ្ញុំបើកទ្វារឡានហ្នឹងខ្ញុំថាចាំផ្លេចខ្ញុំចូលយកទូរស័ព្ទហ្នឹងគឺគាត់ទាញខ្ញុំមកវិញថាកុំចូលនៅហ្នឹង ចាប់ទាញមកចឹងហ្មង ហ្នឹងហើយ គាត់ទីមកទៅហឹងហ្មងខ្ញុំមិនដឹងណាបងខ្ញុំធ្វើដែរណា បាទអញ្ចឹងបានន័យថាគាត់គឺអាចចុះពីលើម៉ូតូមកអ្នកទៅបើកទ្វាររថយន្តអូនបង ខ្ញុំអ្នកចោះខ្ញុំសួរមានបញ្ហាអីមែនបងតែខ្ញុំអត់តចាប់ប្រយោគខ្ញុំហ្មងគឺគាត់ស្រែកចំទាលមកបងគាត់ នៅ ស្រែក ពេលបងអូនជាមនុស្សស្រីនៅពេលដែលគាត់មកធ្វើដាក់ចឹងអូនមានអារម្មណ៍យ៉ាងម៉េចដែរតក់ស្លុតខ្លាំងឯនៅពេលហ្នឹង ខ្ញុំធ្វើចេញខ្ញុំឈរទៅប៉ុណ្្នឹង គាត់ឆោត នៅពេលបងអូនមានយំមែននៅពេលហ្នឹង បងខ្ញុំអត់បានប៉ះពាល់បងស្រីទេខ្ញុំអត់បានប៉ះពាល់ទេសូម្បីតែខ្ញុំហៅគាត់មក ចុះហេតុអីបានជាបងតែចាប់អាវគាត់ទាញ អត់មានទេបងបងឯងស្ដាប់ឲ្យទាន់ណាបងបងឯងអ្នកល្បីម្នាក់ដែរ បាទបងប្អូនផ្សាយតែការពិតទេបង បាទបងឯងស្ដាយនឹងការពិតដែរតែបងឯងមើលឆែកមើលកាមេរ៉ាតាមសុវត្ថិភាពតាមទាំងអស់បើសិនជាខ្ញុំបានប៉ះពាល់បងអូនស្រីមកក្នុងកញ្ចុងណាមួយបងធ្វើមិនក៏បានដែរ
បាទប្រិមត្តជនជនយើងអញ្ចឹងបងប្អូនយើងស្ដាប់ហើយពិចារណាទៅតាមការគួរជំវិញពាក់ព័ន្ធនៅក្នុងករណីដោយបងប្អូនស្រីម្នាក់ដែលជាអ្នកបើកបររថយន្តព្រោះខាងលើនេះក៏បានបញ្ជាក់ថាគឺគាត់ចេញមកពីផ្ទះនៅក្នុងគោលបំណងទៅយកបងប្អូននៅសាលារៀនបាទនៅក្នុងសីកែវបាទហើយក៏ត្រូវបានប្រទះជាមួយនឹងបងប្រុសខាងលើបាទដែលជាអ្នកបើកបរម៉ូតូ PCX ហ្នឹងគឺនៅក្នុងស្ថានភាពសង្វឹងហ្នឹងរកប៉ះគ្នានៅចំណុចstop បាទដោយបរិះខាងលើហ្នឹងគឺគាត់ជិះម៉ូតូនៅក្នុងការចុចទូរស័ព្ទនេះបើតាមការបញ្ជាក់ពីបងប្អូនស្រីខាងលើបាទហើយគាត់ក៏បានជិះម៉ូតូមកជិះឡានមកបន្តមកពីមុខទៀតហើយបរិះខាងលើក៏បានជិះម៉ូតូនៅក្នុងការដេញតាមផ្លូវស៊ីផ្លេមករហូតប្រិមត្តទស្សនិកជនយើងបាទហើយក៏មកដល់ចំណុចនឹងមុខក្រៅអូខេប៉ាវលីជីងផ្លូវ598ខាងលើនេះបងប្អូនស្រីក៏បានធ្វើការឈប់រថយន្តរបស់គាត់បាទហើយក៏មានការចុះមកពីលើរថយន្តទៅក៏មានការឆ្លោះប្រកែកគ្នាបាទមានការស្រែកសម្រុតគម្រាមកំហែងផ្សេងក៏បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងប្រិមត្តទស្សនិកជនបាទឯកភាពបងប្អូនឯកភាពហើយបងប្អូនឯកភាពតែខ្ញុំសូមការអធិស្ឋានពីបងប្អូនស្រីមកវិញបាទបាទពាក្យណាដែលមិនសមរម្យបាទខ្ញុំសូមការអភ័យទោសចាប់ទុកថាខ្ញុំខុសខ្ញុំខុសទាំងស្រុងបាទបងឬក៏កូនឬក៏ក្មួយឬក៏ជាមិនសូមការអធិស្ឋានមកវិញបាទហើយការរឿងអីក៏ដោយដូចខ្ញុំប្រាប់មួយបងអូនស្រីឯងឬក៏កូនស្រីឯងអញ្ចឹងខ្ញុំអត់ចង់មានបញ្ហាទេបាទបញ្ហាខ្ញុំហត់នឿយណាស់បាទជីវិតរាល់ថ្ងៃនេះខ្ញុំបានឈរប៉ុណ្ណេះខ្ញុំក៏សប្បាយចិត្តដែរសុខភាពខ្ញុំល្អប៉ុណ្ណេះដោយសារតែពេលខ្លះខ្ញុំរាប់អានបងប្អូនល្អជាច្រើនបងសង្ហារៀងនឹងអែមអរគុណទឹកចិត្តបងស្រីឯងបានអធិស្ឋានឲ្យខ្ញុំចាប់ទុកថាខ្ញុំសូមការអធិស្ឋានពីបងអូនពីកូនពីក្មួយមកវិញតែអ្វីដែលទង្វើដែលខ្ញុំធ្វើទាំងប៉ុន្មានខ្ញុំសូមការអធិស្ឋាននឹងសារព័ត៌មានទាំងអស់សូមដែលដីសមត្ថភាពទាំងអស់សមត្ថកិច្ចនៅខណ្ឌទូកោកក៏គាត់យល់ពីទឹកចិត្តខ្ញុំដែរខ្ញុំមនុស្សមានមនុស្សធម៌ទេទោះបីគាត់នឹងស្វឹងប៉ុណ្ណឹងលេងដឹងអីមកបំពេញកូនខ្ញុំមកគម្រាមកូនខ្ញុំប៉ុណ្ណឹងខ្ញុំតែមាននៅតែមានចិត្តមេត្តាទេប៉ុន្តែសូមប្រាំផ្ញើថ្ងៃក្រោយកុំឲ្យទៅធ្វើបាត់នៃទីសាធារណៈទៀតវាប៉ះពាល់ដល់ស្រាប់ទ្រព្យសង្គមហើយបើគាត់របៀបតែអញ្ចឹងដើរធ្វើដល់របៀបអញ្ចឹងវាប៉ះពាល់គេឯងគ្រប់គ្នាដែរមនុស្សល្អនោះបាទនេះគេថាខឹងខុសខឹងខាតដែរប្រិមិត្តឥឡូវក្រោយវាមានការសម្រួលរបស់កម្លាំងសមត្ថកិច្ចខណ្ឌទូកោកឥឡូវក៏បានតែបញ្ចប់រឿងហើយរឿងដើមហេតុដំបូងគឺថាដោយសារតែការបើកបរប៉ះគ្នាទៅក៏បងអូនស្រីបាទគ្នាក៏ផ្លេទៅបាទបងប្អូនខាងលើនេះហើយខឹងដេញតាមមកក៏កើតជាចំនួនប្រិមត្តទស្សនិកជនបាទឥឡូវយើងក៏សូមធ្វើការបិទបញ្ចប់នៅការផ្សាយត្រឹមនេះទៅចោះបាទរកពាក្យពេចន៍កំហុសខុសឆ្គងតាមួយមកក៏បីក៏សំខាន់តែពេលទៅសូមអរគុណសូមគោរពលាទឹកចិនសិនម៉ាអ៊ីពូកែស័ក្តិសិទ្ធិក្នុងការជួយសម្រួលសម្រាលបងប្អូនដែលមានអាការៈឈឺសន្លាក់រ៉ាំរ៉ៃបញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងទុនដៃទុនជើងឧស្សាហ៍ឈឺកុសខ្យល់ញឹកញាប់ឧស្សាហ៍ទល់ខ្យល់តែងតែឈឺក្បាលជាប្រចាំនិងជាពិសេសសម្រាប់ស្ត្រីរាំងរដូវឬរដូវមុខមិនសូវទៀងនិងអាការៈជំងឺជាច្រើនមុខទៀតជាផលិតផលដែលមានការទទួលស្គាល់ពីក្រុមហ៊ុនធានារ៉ាប់រង Samsung ទទួលស្គាល់ពី FDA របស់សហរដ្ឋអាមេរិកទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េនិងមាន GMP ទទួលស្គាល់រួចរាល់ព្រមទាំងស្ថាប័នធំជាច្រើនទៀតមួយកេសតម្លៃ$38 ហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា